កម្ពុជាថៃឯកភាពគ្នាកែសម្រួលជាដំណាក់កាលនៅអាវុធធុនធ្ងន់3ប្រភេទក្រោមការសង្កេតការណ៍និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT កងទ័ពកម្ពុជាថៃបានឯកភាពគ្នាលើការកែសម្រួលអាវុធធុនធ្ងន់3ប្រភេទដែលមានដូចជារថក្រោះកាំជ្រួច2កាណុងនិងកាំភ្លើងធំគ្រប់ប្រភេទក្រោមការសង្កេតការណ៍និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ការឯកភាពគ្នានេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្នាក់ភូមិភាគកម្ពុជាថៃ RBC នារាសីថ្ងៃទី31ខែតុលាឆ្នាំ2025នេះនៅច្រកព្រំដែនអូស្មាច់ខេត្តឧត្តរមានជ័យសហប្រធានដឹកនាំកិច្ចប្រជុំដោយឧត្តមស្នេហ៍ឯកពៅមេបញ្ជាការយុទ្ធភូមិភាគទី4នៃព្រះរាជាណាចក្រកម្ពុជានិងឧត្តមស្នេហ៍តូវីរយុទ្ធរៈស៊ីងមេបញ្ជាការកងទ័ពភូមិភាគទី2នៃព្រះរាជាណាចក្រថៃដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំនៅប្រទេសកម្ពុជានិងប្រចាំនៅប្រទេសថៃដើម្បីតាមដានផ្ទៀងផ្ទាត់និងការធានាការអនុវត្តបទចុះបាញ់ឲ្យបានពេញលេញមានភាពត្រឹមត្រូវនិងមានប្រសិទ្ធភាពសេចក្តីប្រកាសរួមអំពីលទ្ធផលនៃកិច្ចប្រជុំនេះបានឲ្យដឹងថាដើម្បីអនុវត្តតាមលទ្ធផលកិច្ចប្រជុំពិសេសលើកទី2នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC និងសេចក្តីថ្លែងការណ៍រួមតាមរយៈការកែសម្រួលអាវុធធុនធ្ងន់ជាដំណាក់កាលនិងការសម្របសម្រួលវិធានការកសាងទំនុកចិត្តលើកកម្ពស់ការជឿទុកចិត្តគ្នានិងស្ថិរភាពនៅតាមព្រំដែនកម្ពុជាថៃភាគីទាំងពីរបានឯកភាពគ្នាមានដូចខាងក្រោមកភាគីទាំងពីរបានឯកភាពគ្នាលើចំណាត់ថ្នាក់សភាវុធជា3ប្រភេទនិងកំណត់និយមន័យដូចខាងក្រោមប្រភេទក Thai A សំដៅទៅលើប្រព័ន្ធកាំជ្រួចវង MLRS ដែលមានកាណុងបាញ់ចាប់ពី2ឡើងទៅប្រភេទខ Thai B សំដៅទៅលើកាំភ្លើងធំគ្រប់ប្រភេទដែលជាប្រភេទអូសសណ្ដោងឬស្វ័យចល័តដែលប្រើប្រាស់ក្បាលគ្រាប់105មីលីម៉ែត្រ122មីលីម៉ែត្រ130មីលីម៉ែត្រ152មីលីម៉ែត្រនិង155មីលីម៉ែត្រប្រភេទក Thai C សំដៅទៅលើយុទ្ធោបករណ៍ប្រភេទពាសដែកជាពិសេសរថក្រោះប្រយុទ្ធ MBTS ដែលផ្ដល់នូវការការពារចល័តកម្លាំងបាញ់សង្គ្រប់និងការគាំទ្រផ្ទាល់ដល់កម្លាំងថ្មើរជើងដំណើរការនៃការកែសម្រួលអាវុធបំផ្លិចបំផ្លាញធុនធ្ងន់ក្នុងដំណាក់កាលទី1ត្រូវធ្វើឡើងក្នុងរយៈពេល3សប្តាហ៍ចាប់ពីថ្ងៃទី1ដល់ថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025ក្រោមការសង្កេតការណ៍និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ភាគីទាំងពីរបានបញ្ជាក់ជាថ្មីពីការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការប្រកាន់ភ្ជាប់នូវការគោរពគ្នាទៅវិញទៅមកនិងការប្រកាន់ភ្ជាប់ពេញលេញនៅលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី2គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC និងគោលការណ៍ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពូដែលបានចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025ភាគីទាំងពីរឯកភាពគ្នាក្នុងការសម្របសម្រួលលើការផ្ទៀងផ្ទាត់ការចងក្រងឯកសារនិងការសង្កេតការណ៍ជាមួយនឹងក្រុមសង្កេតការណ៍អាស៊ាន AOT ភាគីទាំងពីរបានឯកភាពគ្នាចេញសេចក្តីប្រកាសព័ត៌មានដើម្បីផ្ដល់ព័ត៌មានថ្មីៗអំពីវឌ្ឍនភាពនិងការផ្ទៀងផ្ទាត់ដំណើរការដកអាវុធសម្ដៅធានានៅតម្លាភាពគណនេយ្យភាពនិងទំនុកចិត្តសាធារណៈក្នុងការអនុវត្តភាគីទាំងពីរឯកភាពគ្នាថានៅក្នុងករណីដែលភាគីណាមួយលាក់បាំងឬបំភាន់បរិមាណឬប្រភេទអាវុធសកម្មភាពបែបនេះត្រូវបានចាត់ទុកថាជាកង្វះភាពស្មោះត្រង់ក្នុងការស្ដារប្រក្រតីភាពថេរភាពនិងទំនាក់ទំនងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរកិច្ចប្រជុំមួយរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC ស្ដីពីការរៀបចំផែនការនិងការអនុវត្តលម្អិតនៃដំណាក់កាលទី2នឹងត្រូវធ្វើឡើងនៅថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025ក្រោមការសង្កេតការណ៍និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ការកែសម្រួលអាវុធបំផ្លិចបំផ្លាញធុនធ្ងន់ក្នុងដំណាក់កាលទី2ត្រូវធ្វើឡើងក្នុងរយៈពេល3សប្តាហ៍ចាប់ពីថ្ងៃទី22ខែវិច្ឆិកាដល់ថ្ងៃទី12ខែធ្នូឆ្នាំ2025ក្រោមការសង្កេតការណ៍និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT កិច្ចប្រជុំរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC ស្ដីពីការធ្វើរៀបចំផែនការនិងការអនុវត្តលម្អិតនៃដំណាក់កាលទី3នឹងត្រូវធ្វើឡើងក្នុងកាលបរិច្ឆេទណាមួយដែលភាគីទាំងពីរបានឯកភាពគ្នាក្រោមការសង្កេតការណ៍និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ការកែ
សម្រួលអាវុធបំផ្លិចបំផ្លាញទន់ធ្ងន់ក្នុងដំណាក់កាលទី3ត្រូវធ្វើឡើងក្នុងរយៈពេល3សប្តាហ៍ចាប់ពីថ្ងៃទី13ដល់ថ្ងៃទី31ខែធ្នូឆ្នាំ2025ក្រោមការសង្កេតការណ៍និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC អាចនឹងកោះប្រជុំតាមរយៈប្រព័ន្ធអនឡាញឬដោយផ្ទាល់តាមការឯកភាពគ្នារវាងភាគីទាំងពីរក្រោមការសង្កេតការណ៍និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីធានាបាននូវការសម្របសម្រួលការពិគ្រោះយោបល់ទាន់ពេលវេលានិងការអនុវត្តប្រកបដោយប្រសិទ្ធភាព